សាស្ត្រសម័យមានបើសិនជាយើងជាក្មេងចូលដែលរស់នៅតំបន់ទីជនបទហើយនៅពេលដែលយើងមានក្តីសម័យត្រូវបានអ្នកជំនាញខ្លួនយើងប្រាប់យើងថាការមានក្តីសម័យទាំងអស់នោះវាគឺជារឿងដែលអត់ប្រយោជន៍និងពុំអាចទៅរួចហើយនេះជាបញ្ហាមួយចំនួនដែលពួកខ្ញុំបានស្រង់មកនៅពេលដែលពួកខ្ញុំចប់បានចោទទៅសម្ភាសក្មេងទាំងអស់នោះបញ្ហាទី1គឺបញ្ហាភាពក្រីក្រគ្រួសារគ្មានលទ្ធភាពឲ្យកូនទៅរៀនដូច្នេះក្មេងទាំងអស់នោះភាគច្រើនទៅធ្វើការជាជាងទៅរៀនទៅសាលាដល់ពេលបញ្ហាទី2វិញគឺផ្ទះនៅឆ្ងាយពីសាលាពេកនឹងធ្វើឲ្យមានការរ៉ាក់រស់ក្នុងការទៅរៀនបណ្ដាឲ្យរៀនពាក់កណ្ដាលទីហើយក៏ឈប់ទៅសាលាបញ្ហាទី3គឺបញ្ហា gender ដូចយើងដឹងស្រាប់ថានៅទីជនបទគេបដោតទៅលើការមានគ្រួសារជាជាងទៅរៀនជាជាងការទៅសិក្សាបន្តតែស្វ័យក្មេងទាំងអស់ហ្នឹងគឺភាគច្រើនអត់បានរៀនសូត្រចប់ទេភាគច្រើនដល់អាយុមួយឪពុកម្ដាយចាប់ឲ្យរៀបការនេះគឺជារូបថតដែលយើងបានថតជាមួយនឹងក្មេងស្រីទាំងអស់នោះដែលបានជួបបញ្ហាដូចតែខ្ញុំបាននិយាយមុននឹងអញ្ចឹងហើយនេះគឺជា data ដែលពួកយើងបាន research នៅក្នុងអ៊ីនធឺណិតហើយយើងមើលទៅក្នុងdata ទាំងអស់ហ្នឹងយើងឃើញថាមិនថាតែនៅប្រទេសយើងឯងសូម្បីតែប្រទេសកំពុងអភិវឌ្ឍក៏កំពុងតែជួបបញ្ហាមនុស្សស្រីមិនបានរៀនសូត្រខ្ពង់ខ្ពស់ដូចគ្នាហើយភាគច្រើនបញ្ហាដែលបណ្ដាលឲ្យក្មេងស្រីបានទៅរៀនបានខ្ពង់ខ្ពស់ហ្នឹងគឺជាបញ្ហាជីវភាពខ្វះសម្ភារៈសិក្សាឬក៏បញ្ហាសាលាជាដើមហើយដោយសារតែយើងឃើញបញ្ហាទាំងអស់ហ្នឹងហើយទើបក្រុមរបស់ពួកខ្ញុំបាន propose នៅ solution ជាច្រើនហើយ solution ដែលពួកខ្ញុំសម្រេចចិត្តនឹងយកមក solve នៅ problem ទាំងអស់ហ្នឹងគឺ Hope for Her Education ដែលយើងបង្កើតជា charity donation ដើម្បីជួយដល់ក្មេងស្រីដែលកំពុងមានបញ្ហាទាំងអស់ហ្នឹងហើយនេះគឺជា step នៃ charity យើងគឺទី1យើងទៅ collaborate ជាមួយ organization មួយណាដែលមានគេថាដូចមានចិត្តឬក៏មានគោលដៅដូចយើងដែរដូចចង់ជួយក្មេងក្មេងដែលខ្វះខាតហ្នឹងឲ្យបានរៀនសូត្រឲ្យបានខ្ពង់ខ្ពស់បន្ទាប់មកយើងប្រើ social media តែគេហៅថា channel ហ្នឹងដើម្បីផុសនៅ event ឬក៏ផុសនៅprototype event donation យើងហ្នឹងឲ្យទៅមនុស្សបានឃើញបន្ទាប់មកយើងទទួលការបរិច្ចាគពីពួកគេទាំងអស់ហ្នឹងដោយមានរួមទាំងថវិការួមទាំងសម្ភារៈសិក្សាមួយចំនួនដែលជាជំនួយដល់ក្មេងស្រីទាំងអស់ហ្នឹងបន្ទាប់មកយើងយក donation ទាំងអស់ហ្នឹងទៅឲ្យ organization ដែលយើងសហការជាមួយហ្នឹងហើយឲ្យពួកគាត់យកប្រាក់ឬក៏យកសម្ភារៈសិក្សាទាំងអស់ហ្នឹងយកទៅឲ្យក្មេងស្រីដើម្បី support ក្នុងការសិក្សារបស់ពួកគេហើយ target customer ឬក៏ target audience របស់យើងហ្នឹងមានដូចជា public ហ្នឹងគឺសំដៅទៅលើមនុស្សមួយចំនួនដែលខ្វល់ពីការសិក្សារបស់ក្មេងស្រីខ្វល់ពី gender ដូចចង់ឲ្យក្មេងស្រីទាំងអស់ហ្នឹងមានអនាគតល្អនិងរៀនសូត្របានខ្ពង់ខ្ពស់ហើយបន្ទាប់មកទៀតគឺ collaborate ជាមួយនឹង company មួយចំនួនដែលពួកគាត់ support ទៅលើការសិក្សាការអប់រំហើយនឹងgovernment នឹងសុំជំនួយពី government ដើម្បីជាដើម្បីជាដូចការឧបត្ថម្ភពី government នឹងយកទៅជួយដល់ក្មេងស្រីទាំងអស់ហើយនេះគឺជា key partner ឬក៏ collaboration របស់ពួកយើងមានដូចជាអង្គការកុមារមេគង្គ She's Can ឬក៏ Cambodia Children Fund ជាដើម
ហើយ our commitment ឬក៏ value position របស់ពួកយើងហ្នឹងគឺយើងចង់ឲ្យមនុស្សស្រីហ្នឹងពួកគាត់ strong independent ហើយអាចធ្វើរឿងដែលពួកគាត់ចង់ធ្វើបានដូចដូចថាធ្វើឲ្យពួកគាត់មានឱកាសដើម្បីបង្ហាញនូវសមត្ថភាពឬក៏talent ដែលពួកគាត់មានហ្នឹងដើម្បីសម្រេចនូវក្តីស្រមៃរបស់ពួកគាត់បានហើយនឹងធ្វើឲ្យជីវិតរបស់ពួកគាត់ហ្នឹងផ្លាស់ប្ដូរឲ្យជីវិតរបស់គាត់ល្អជាងមុនផ្លាស់ប្ដូរល្អជាងមុនអីចឹងទៅអញ្ចឹងនៅពេលដែលពួកគាត់ជីវិតរបស់ពួកគាត់កូនចឹងហើយដូចថាឧទាហរណ៍ថាយើងជួយមនុស្សស្រីម្នាក់ឲ្យពួកគាត់ហ្នឹងបានការងារល្អធ្វើចឹងថ្ងៃក្រោយហ្នឹងគាត់អាចនឹងជួយមនុស្សដែលមានបញ្ហាដូចគាត់នឹងចឹងហើយនេះគឺជា team របស់យើងមាន team leader មានអ្នក media ហើយ design មាន sponsorship ហើយ financial ហើយជាមួយនឹង logistics